បាទជំរាបសួរទាំងអស់គ្នាក្នុងក្រុម Facebook ថ្ងៃនេះយើងមកជួបគ្នាជាថ្មីម្ដងទៀតណាគឺតាមរយៈប្រព័ន្ធ Facebook យើងចង់អំពាវនាវដល់បងប្អូនអស់ដែលមិនទាន់បានចុះឈ្មោះឆ្នោតនៅសល់ពេលវេលាតិចណាស់អញ្ជើញទៅចុះឈ្មោះទាំងអស់គ្នាឲ្យបានរួចរាល់ហើយយ៉ាងណានោះសូមមេត្តាប្រញាប់ទៅព្រោះពេលវេលាអាចនៅសល់ខ្លីណាស់នៅថ្ងៃទី29ខែ11នេះគឺអស់ពេលវេលាហើយពេលវេលានៅសល់ប្រហែលជា4-5ថ្ងៃនេះអញ្ជើញទៅឲ្យបានតាន់ពេលវេលាចុះឈ្មោះឲ្យបានគ្រប់គ្នាហើយសម្រាប់នៅវាសនាជាតិដល់ខ្លួនយើងឬនៅថ្នាក់ដឹកនាំឬក៏បកនយោបាយដែលយើងស្រឡាញ់គោលនយោបាយដែលយើងចង់បានហើយចេះបញ្ជាក់បន្ថែមដែរគឺថាមានមួយចំនួនតូចគាត់នៅតែមិនទាន់បានដឹងព័ត៌មាននៅឡើយទេពួកខ្ញុំបានទទួលព័ត៌មានមកដឹងថាគាត់នៅតែខ្វះបច្ចេកទេសនៃការទទួលព័ត៌មានគឺជាអកុសលណាស់ប្រទេសជាតិយើងមួយចំនួនធំហាក់ដូចជាដឹងច្រើនរឿងហ្នឹងតែមួយចំនួនតូចគាត់ខ្វល់ខ្វាយទេគាត់ដូចជាតែដឹងតែភ្ញាក់ពីដំណេកហើយបញ្ហានេះគឺបញ្ហារបស់យើងត្រូវតែបំពេញទាំងអស់គ្នាព្រោះទីយើងជាបរដ្ឋត្រូវចុះឈ្មោះបោះឆ្នោតឲ្យបានមានប្រទេសក្រៅគេផ្សព្វផ្សាយប្រទេសក្នុងប្រទេសក៏គេដឹងឮដែរហើយអ្នកខ្លះទៀតហាក់ដូចជាមិនសូវចំណាប់អារម្មណ៍រឿងព័ត៌មានសង្គមទេគាត់បែរជាតាមដានព័ត៌មានរឿងបង្ហាញម៉ូដបង្ហាញភាពរាងកាយសិចស៊ីអីតាក់ទងនឹងរឿងការបន្តផ្ទាល់រឿងបញ្ហាសង្គមអត់ទៅបានយកចិត្តដាក់ទេគាត់បែរជាដាក់ប្រធានបទចោទទៅលើរឿងផ្សេងៗដែលតាក់ទងនឹងរឿងភាពសិទ្ធិភាពស្រស់ស្រាយរបស់រាងកាយរបស់ស្រីបរទេសចំនួនដែលបានបង្ហាញក្នុងចក់វីដេអូใน Facebook ឃើញថាគាត់មិនសូវចាប់អារម្មណ៍នេះទេមិនឲ្យបានការចូលរួមអាចារ្យសូមអញ្ជើញទៅចុះឈ្មោះព្រោះនៅពេលវេលានៅតាន់ឡើយហើយថ្ងៃនេះដែរយើងសង្ឃឹមថាបងប្អូននឹងមានការចុះឈ្មោះបណ្ដានៅក្នុងប្រទេសខ្មែរក្តីក្នុងប្រទេសផ្សេងក្រៅពីប្រទេសខ្មែរដែលជាពលករចំណាក់ស្រុកជាពិសេសពលករចំណាក់ស្រុកនៅក្នុងប្រទេសថៃមាននៅក្នុងខេត្តបាត់ដំបងបន្ទាយមានជ័យនិងខេត្តសៀមរាបច្រើនណាស់ពលករមួយចំនួនហ្នឹងគាត់មិនបានចូលរួមទៅចុះឈ្មោះទេនៅខ្វះច្រើនណាស់ខ្ញុំបានធ្វើការសិក្សាស្វែងយល់ឃើញថាគាត់នៅតែមិនខ្វល់ខ្វាយពីរឿងហ្នឹងគាត់គិតថារឿងការរកស៊ីមានបានគាត់ប្រសើរណាស់រត់បានចំណូលច្រើនប្រាក់បានច្រើនហើយការងារគាត់ការងារល្អគាត់នៅធ្វើបន្តទៀតគាត់មិនខ្លាចបាត់បង់ទឹកដីទេក៏មិនខ្លាចបាត់បង់ជាតិសាសន៍ទេក៏មិនខ្លាចបាត់បង់សិទ្ធិសេរីភាពទេតែក៏ខ្លាចបាត់ចំណូលបាត់ប្រាក់ហៅចំណូលរបស់គាត់ដែលរកបានតាមក្នុងមួយថ្ងៃហើយធ្វើឲ្យគាត់ហ្នឹងខ្លាចមិនបានបំពេញនៅទួនាទីពលរដ្ឋល្អនៅក្នុងសង្គមនោះយើងជួយដាស់តឿនគាត់ច្រើនលើកច្រើនសារតែគាត់ហាក់ដូចជានៅដដែលនេះសង្ឃឹមថាគាត់នឹងបានមើលវីដេអូនេះហើយជួយគ្នាធ្វើការចុះឈ្មោះបានគ្រប់គ្នាក្នុងនាមជាពលរដ្ឋខ្មែរយើងត្រូវតែគោរពនិងស្រឡាញ់នៅអ្វីដែលហៅថាសិទ្ធិនឹងទួនាទីយើងជាពលរដ្ឋឲ្យបានគ្រប់គ្នាព្រោះយើងចង់បានណានៅអ្វីដែលហៅថាប្រទេសជឿនលឿនសង្គមមានរបៀបរៀបរយប្រជាពលរដ្ឋមានសេចក្តីថ្លៃថ្នូរក្នុងការនៅក្នុងសង្គមហើយការរកស៊ីចំណូលចូលក្នុងសង្គមជាតិយើងត្រូវការរីកចម្រើនជាបណ្ដាសង្គមថានឹងចូលរួមទាំងអស់គ្នាហើយបានស្ដាប់វីដេអូនេះហើយឃើញថាជាការមួយដែលជួយដាស់តឿននិងជំរុញឲ្យមានការភ្ញាក់លើកឡើងពីបញ្ហាសង្គមជាតិទាំងអស់គ្នាណាសង្ឃឹមថាមានឱកាសនឹងចុះឈ្មោះរបស់ឆ្នោតគ្រប់គ្នាអរគុណច្រើនបាទជម្រាបលាសុខសប្បាយបាទ